ខ្ញុំបង្ហាញពីវិធីធ្វើ matcha strawberry អញ្ចឹងខ្ញុំមានប្រដាប់គោ matcha ខ្ញុំមាន strawberry ហើយខ្ញុំមានទឹកដោះគោយើងយកមកអីក៏បានដែរហើយទឹកស្ករវិញគឺយើងយកចំនួន20 ml ហើយយើងមានទឹកក្តៅចំនួន30 ml ហើយយើងមានអាស័យនេះសម្រាប់កូរអញ្ចឹងដំបូងគឺយើងត្រាំអាស័យនឹងឲ្យវារីកសិនដំបូងនេះគឺខ្ញុំដាក់ទឹកស្ករចូលមកចំនួន20 ml ហើយ strawberry នឹងគឺចំនួន40 ml ហើយទឹកដោះគោស្រស់នឹងគឺចំនួន100 ml រួចហើយយើងដាក់ទឹកកកចូលក្នុងនឹងយើងដាក់ទឹកកកចូលហើយយើងថ្លឹងចឹងមកឆាយើងថ្លឹងចំនួន3ក្រាមមករួចហើយខ្ញុំដាក់ទឹកក្តៅចំនួន30ក្រាមហើយយើងកូរមកឆានឹងឲ្យវារលាយចូលគ្នាហើយយើងកូរវាបែបហ្នឹងយើងកូរវាឲ្យឡើងពពុះល្អនេះមកឆារបស់យើងកូររួចហើយចឹងយើងដាក់ពីលើកៅទឹកកកយើងមកចឹងយើងចាក់ពីលើ strawberry យើងលេងមុននឹងមកមកឆា strawberry យើងរួចរាល់ហើយ